Ford HL បាទប្រភេទ SUV 7កៅអីhybrid ឆ្នាំ2026អញ្ចឹងទៅតែចូលមកដល់ទីផ្សារប្រទេសកម្ពុជាទេបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងឡាននេះគឺលើថាទទួលបាន pre-order បានច្រើនបាទហើយកាប៊ិនខាងក្នុងគឺធំទូលាយល្អបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ design ចេញមកគឺពិនិត្យ premium មែនទែនហើយចុចអូតូសងខាងបាទពុកស្បែកបាទខ្នើយគេនេះក៏តំណងដែរ design យើងបាទមានធ្នេបាទ style ស្អាតយល់ទៅគឺស្អាតអានេះតំណងជាកៅអីក្តៅត្រជាក់ប្រឆេះអត់បានទេបងប្អូនអញ្ចឹងប្រហែលជាទេហើយដៃចកូត electronic design ស្មើលើស្មើក្រោម design ស្អាតប្លែកពី model Ford ដែលយើងបានឃើញនៅលើទីផ្សារយើងបច្ចុប្បន្នហើយអេក្រង់បាទធំអេក្រង់នេះតំណង3បាទតំណង3ផ្នែកមានជាមួយនឹង wireless charge បាទរុនសាក USB-C USB-A ឆ្កាលេ electronic ស្អាតបងប្អូនការ design ចេញមកគឺ premium ប៉ុណ្ណិតហ្មងស្បែកទុនបាទ speaker B&O បាទអានេះគឺធានាថាលឺព្រោះហើយ B&O នេះដំបូលកញ្ចក់ធំបើកបានបាទកៅអីខាងនេះក៏យើងអាចចុចទៅមុខទៅក្រោយបានដែរអញ្ចឹងកៅអីខាងក្រោយនេះជាកៅអី VIP អញ្ចឹងចូលទៅមើលតិចសិនចានេះដៃទ្វារលឹបចេញចូលក្នុងទូលួនឡានបាទអូកៅអីកដាលនេះគឺ VIP តាមដងបាទសំខាន់គឺកៅអីចុចអូតូបាទមានតម្រជើងបាទមានតម្រជើងកាច់ផ្ដេកកាច់ទៅមុខថយក្រោយអីបានមកអែមអូតូអានេះអូតូចូលកៅអីជួរទី3ទៀតចុចមួយទៅគឺអូតូទៅហ្មងបាទហើយកន្លែងនេះកន្លែងដាក់ដៃអូទុនទៀតបាទអានេះបើកបានហេម៉ាស៊ីនត្រជាក់កៅអីចុចស្រីបានចឹងនេះកៅអី VIP ចឹងចុចចូលទៅកៅអីជួរទី3កៅអីជួរទី3ក៏ទលាយដែរមើលកន្លែងដាក់ជើងប៉ុន្តែជាទូទៅកៅអីជួរទី3គឺសម្រាប់ក្មេងអញ្ចឹងណាតែ spec ប៉ុណ្ណេះគឺអែមហ្នឹងប៉ុនម៉ាស៊ីនត្រជាក់ផ្នែកខាងលើមានកន្លែងដាក់កែវទឹកបាទមកអែមហ្នឹងប៉ុណ្ណេះ spec ទលាយបាទការ design វារៀងលួចរៀងមើលទៅរៀងឃើញរៀងទៀបប៉ុន្តែខាងក្នុងទលាយអានេះ stop ខាងក្រោយគេ design 3ឆ្នោត hybrid ពង2បាទចុច live Ford ជានេះ spec ខាងក្រោយគឺតម្លាក់អានេះបានចឹងនេះរៀបស្មើដាក់អីវ៉ាន់បានច្រើនអានេះដូចខាងក្រោមមានមួយ set បាទ sensor កាមេរ៉ាមកជុំឡានបាទសម្បកកង់255 55 20អ៊ីងបាទយ៉ាង design 2ពណ៌អានេះផ្នែកខាងមុខ daytime វាមកជួរស្អាតបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹង Ford HL នេះគឺទទួលការកក់ហើយចិត្តសម្ពោធជាផ្លូវការហើយសម្រាប់ឡានមួយនេះអញ្ចឹងនៅពេលដែលសម្ពោធគឺខ្ញុំនឹងធ្វើវីដេអូ more detail ទៅលើនេះបន្ថែមទៀតអញ្ចឹងណាចានេះគ្រាន់តែត្រួសត្រាយបងប្អូនមើលទេ walk around មកជុំទេបាទអញ្ចឹងបងប្អូនចង់ដឹងបន្ថែមទៀតអាចតាក់ទងទៅកាន់ខាង sale របស់ Ford បានបាទព័ត៌មានលម្អិត